សួស្តីឥឡូវយើងជួបគ្នាម្ដងទៀតនៅក្នុងមេរៀន DeFi in Depth Tutorial ដោយសារតែ DeFi បានត្រក version ថ្មីគឺ version 2.10 នៅក្នុងលក្ខខណ្ឌនេះគឺវាមានការប្រែប្រួលបន្តិចជាមួយនឹងមេរៀនដែលយើងបានស្វែងយល់ពីមុនមកអញ្ចឹងលក្ខខណ្ឌនេះគឺខ្ញុំនឹងbrief ឲ្យយើងមើលនៅមុខងារថ្មីរបស់វាបន្តិចសិនដែលវា affect ជាមួយនឹងមេរៀនរបស់យើងអត់ទៅ detail គ្រប់ចំណុចរបស់វាទេព្រោះយើងនឹងស្វែងយល់ទៅតាមមេរៀនបន្តរបស់យើងទៀតដូចនៅក្នុងមេរៀនរបស់យើងទី11ទី12ដែលនិយាយតាក់ទងជាមួយនឹង environment នៅក្នុងនេះយើងមានតែ option GeoSky និង HDRI នៅក្នុង 2.9 នៅពេលដែលយើងចូលទៅក្នុង 2.10 គឺវាបានកាត់ផ្ដាច់បន្តិចគឺដក custom ពី GeoSky មកនៅក្នុង category របស់វាមួយផ្សេងទៀតអញ្ចឹងវាឡើង3នៅក្នុង GeoSky យើងមាន option តែបែបនេះទេលែងមាន custom option នៅខាងក្រោមនេះហើយនៅពេលដែលយើងចូលនៅក្នុង custom យើងនឹងមាន option ថ្មីមួយទៀតគឺ custom 9 អញ្ចឹងនៅក្នុងនេះគឺវាអត់មានអីខុសគ្នាទេលក្ខខណ្ឌនេះគឺនៅពេលថ្ងៃអញ្ចឹងវាមានព្រះអាទិត្យចំណែក option មួយនេះគឺវាលែងមានព្រះអាទិត្យតែវាមានប្រច័ណ្ឌទៅវិញ custom 9 និង custom day អញ្ចឹង option របស់វាគឺដូចគ្នាទេហើយ HDRI របស់វាគឺនៅតែអ្វីដែលសំខាន់នៅក្នុង DeFi 2.10 គឺតាក់ទងជាមួយនឹង GI ថ្មីឬក៏យើងអាចហៅថា engine ថ្មីនៅក្នុង DeFi render ចឹង option ហ្នឹងនៅក្នុង DeFi គឺវាមានលក្ខណៈសាមញ្ញបើធៀបទៅនឹងកម្មវិធីផ្សេងយើងគ្រាន់តែចូលទៅក្នុង preferenceនៅក្នុង rendering យើងបើក option នេះ real time path tracing DeFi default របស់វា option នេះគឺ disable គឺវា run នៅលើ OGI របស់វា ray tracing យើងគ្រាន់តែ click នៅលើ option ហ្នឹងអញ្ចឹង DeFi នឹងចាប់យក engine របស់វាជា path tracing វិញអញ្ចឹងលក្ខខណ្ឌពីរនេះគឺអត់មានអីប្លែកសម្រាប់យើងទេគ្រាន់តែយើងចុចនៅលើវាទៅគឺយើងដូរ engine ឲ្យវានៅក្នុង GI ចា ray tracing យើងអត់អាច control នៅក្នុង GI របស់វាបានទេដោយ like option path tracing គឺយើងអាច control ជាមួយនឹង parameter របស់វាបានគឺនៅក្នុង display ខាងក្រោមនេះយើងមាន custom setting អញ្ចឹងនេះគឺជា option របស់ path tracing ជា idea option នេះយើងអត់ចាំបាច់ប៉ះពាល់វាទេយើងអាច keep ប៉ុណ្ណឹងបានវាធ្វើការអាចថា send ទូទៅគឺវាធ្វើការបានហើយគ្រប់គ្រាន់ហើយសម្រាប់ send ទូទៅតែនៅពេលដែល send របស់យើងមានបញ្ហាករណីដែលនៅក្នុង entry អីចឹងវាមានលក្ខណៈរៀងដាកខ្លាំងយើងអាច increase តម្លៃរបស់វា maximum 3 reflection depth នេះក៏3ដែរហើយ SPP option នេះនិយាយឲ្យស្រួលស្ដាប់អាចថាជា quality របស់ pixel នៅពេលដែលយើង rendering យើងមានគ្រាប់ noise នៅក្នុងនេះគ្រាប់ pixel របស់វាមួយនៅពេលដែលយើងតម្លើងតម្លៃរបស់វាកាន់តែខ្ពស់ quality គុណភាពរូបភាពរបស់យើងគឺនឹងមាន quality ជាងមុនគឺវាកាត់បន្ថយ noise អញ្
ជាទូទៅនៅពេលដែលយើង render នៅក្នុង scene របស់យើងដែលមានពន្លឺគ្រប់គ្រាន់64ហ្នឹងគឺវាអូខេហើយ1 1អញ្ចឹងដោយលក្ខខណ្ឌនេះនៅពេលដែលយើង click នៅលើ accumulate នេះគឺបានន័យថាយើង preview final rendering ដែលមាន shortcut របស់វា F4 យើង click នៅលើហ្នឹងទៅគឺវានឹង calculate អញ្ចឹង calculate បាត់នេះវាជាលក្ខណៈ final rendering ដោយអត់ចាំបាច់ទៅការ export វាចេញក្រៅអីទេយើងគ្រាន់តែ click នៅលើហ្នឹងគឺយើង preview ជាលក្ខណៈ final rendering អញ្ចឹងតម្លៃរបស់វានេះអាចថាយើង keep default ប៉ុណ្ណឹងលើការងារទូទៅនៅពេលដែលយើង rendering កន្លែងណាវារៀង dark ខ្លាំងអីយើងអាច increase GI របស់វានេះឲ្យ maximum reflection នេះឲ្យ maximum នៅទៅដើម្បីឲ្យ line នៅក្នុង interior របស់យើងភ្លឺជាងមុន accurate ជាងមុនបន្ទាប់មកយើងអាច increase តម្លៃរបស់វានេះបានអញ្ចឹង maximum របស់វាគឺ256តែតម្លៃហ្នឹងយើងត្រូវដឹងថាពេលដែលយើង increase តម្លៃវាកាន់តែខ្ពស់ rendering របស់យើងគឺកាន់តែយូរអញ្ចឹង256នេះយើងអាចសាកតំណឹងសិនទូទៅបានតែបើសិនជាវាអត់តាន់គ្រប់គ្រាន់ទេយើងអាច increase វាបាន512សម្រាប់ខ្ញុំ recommend ឲ្យយើងអាច temper maximum 512តែក៏យើងអាចប្រើដល់1024